ទាំងអស់គ្នាសាកសម័យមើលប្រសិនបើមានអ្នកឲ្យយើងខ្ចីឡានគេជិះតែយើងបើកឡាននឹងយ៉ាងម៉េចដែរតើយើងបើកឡានដោយប្រុងប្រយ័ត្នឬក៏យើងបើកឡានដោយខ្ជិលខ្ជាចម្លើយខ្ញុំនិយាយថាយើងនឹងបើកឡានដោយប្រុងប្រយ័ត្នដោយសារឡានហ្នឹងវាមិនជារបស់យើងខ្លាចមានបញ្ហាអីទៅយើងត្រូវតែចេញលុយដើម្បីជួសជុលឬក៏សងគេផ្នែកណាមួយមែនទេដូចគ្នាដែរនៅក្នុងព្រះគម្ពីរទូលដំណើរចំពោះ24ខ1បានចែងថាផែនដីនិងអ្វីៗសពសារពើនៅលើផែនដីសពតែជាកម្មសិទ្ធិរបស់ព្រះដូច្នេះមានន័យថាលុយដែលយើងមានការងារដែលយើងមានចំនួនអាជីវកម្មដែលយើងមានទេពកោសល្យដែលយើងមានសូម្បីតែពេលវេលាដែលយើងមានវាមិនមែនជារបស់យើងទេប៉ុន្តែវាគឺជាការមួយដែលព្រះបានផ្ដល់ឲ្យយើងមានដូច្នេះសូមឲ្យយើងគិតបែបដូចនេះវិញជប់សួរខ្លួនឯងថាតើធ្វើម៉េចខ្ញុំរកឲ្យបានច្រើនប៉ុន្តែយើងគួរតែសួរថាតើខ្ញុំគួរតែធ្វើអ្វីដើម្បីមើលថែដើម្បីគ្រប់គ្រងអ្វីដែលព្រះបានដាក់ឲ្យខ្ញុំកាន់នេះឲ្យបានកាន់តែល្អប្រសើរពីព្រោះនៅក្នុងនគរព្រះភាពជោគជ័យវាមិនអាស្រ័យទៅលើអ្វីដែលយើងកាន់កាប់អ្វីដែលយើងមាននោះឡើយប៉ុន្តែវាត្រូវបានវាស់វែងដោយភាពស្មោះត្រង់ចំពោះអ្វីដែលព្រះបានដាក់ឲ្យយើងកាន់កាប់អ្វីដែលព្រះបានដាក់ឲ្យយើងគ្រប់គ្រងដូច្នេះថ្ងៃនេះសូមឲ្យយើងទាំងអស់គ្នាបានចំណាយពេលបន្តិចក្នុងការអរគុណព្រះអង្គទៅលើអ្វីដែលព្រះអង្គបានផ្ដល់មកកាន់យើងហើយសូមឲ្យទ្រង់ជួយយើងនៅក្នុងការដែលគ្រប់គ្រងរបស់ទាំងនោះឲ្យបានកាន់តែល្អប្រសើរ